បាទជំរាបសួរបងប្អូនអរគ្នានេះគឺជាទស្សនវិជ្ជានៅថ្ងៃទី12ខែ4ឆ្នាំ2025នៅខាងខេត្តបាត់ដំបងយើងគឺថាមានរៀបចំភ្លើងពណ៌ស្អាតមែនទែនហើយមនុស្សម្នាគឺថាមកច្រើនកកមែនទែនថ្ងៃនេះគឺថាណែនស្ទះពេញផ្លូវតែម្ដងឡានម៉ូតូហើយបងប្អូនមកលេងកន្លែងដែលគេដាក់តាំងភ្លើងជាផ្ការំដួលហ្នឹងគឺថាច្រើនមែនទែនហើយតាមផ្លូវវិញគឺថាស្ទះចរាចរណ៍មែនទែនឡានម៉ូតូមកណែនហើយមានរៀបចំកញ្ចុះតាំងពីពណ៌ម្ហូបអាហារឬក៏កន្លែងលក់ដូរបដាបងប្អូននៅក្នុងបរិវេណតាមផ្លូវនៅមុខសាលាខេត្តនេះគឺមានកញ្ចុះជាកញ្ចុះស្បូវអញ្ចឹងហើយមានដំអដោយភ្លើងតាមដើមឈើគឺថាស្អាតមែនទែនហើយឆ្ពោះទៅខាងមុខទៀតគឺជាបរិវេណនៅខាងសួនខាងនេះបាញ់ទឹកហ្នឹងបងប្អូនហើយគឺជាផ្លូវទៅខាងវិមានឯករាជ្យហើយកន្លែងទៅមើលខាងនៅក្នុងសួនវិញគឺថាមានលម្អដោយភ្លើងសុះស្អាតមែនទែនចម្រុះពណ៌តែម្ដងហើយនៅខាងដងផ្លូវទៅកាន់វិមានឯករាជ្យនេះក៏មានលម្អដោយភ្លើងនៅតាមដើមឈើដែរបងប្អូនគឺជាភាពតាក់ទាញមួយនឹងធ្វើឲ្យលើកសម្រស់កាន់តែសុះស្អាតផងដែរហើយនេះគឺជាផ្លូវទៅកាន់ឆាកតន្ត្រី EDM កម្មបងប្អូនហើយនៅក្នុងបរិវេណវិមានឯករាជ្យផ្ទាល់តែម្ដងគឺថាមានបងប្អូនគាត់មកលេងនៅខាងហ្នឹងច្រើនមែនទែនព្រោះថាគេមានចាក់តន្ត្រីឲ្យរាំអញ្ចឹងណាបងប្អូនហើយនេះគឺជាសកម្មភាពបងប្អូនយើងរាំលេងកម្សាន្តតែថ្ងៃនេះគឺជាថ្ងៃទី12ទេតែទស្សនវិជ្ជានៅថ្ងៃទី12ហ្នឹងគឺថាអ៊ូអរមែនទែននៅក្នុងក្រុងបាត់ដំបងយើងផ្ទាល់តែម្ដងហើយបងប្អូនយើងធ្វើការរំកំសាន្តសប្បាយគឺថាមនុស្សច្រើនមែនទេបងប្អូនថ្ងៃនេះមនុស្សច្រើនណាស់ហើយម៉ោងដែលខ្ញុំបានថតនេះគឺជាម៉ោងខ្ទង់9ជាងបាទមនុស្សមករំរែកច្រើនមែនទេបងប្អូនយើងគឺសាមគ្គីគ្នាមែនទេរំសប្បាយមែនទេរំចង្វាក់ខ្មែរមានចង្វាក់ជោគកពឹសរំវងសារវ័នឡំលាវកន្ទ្រឹមញាក់អីក៏មានដែរបងប្អូនហើយបញ្ជាក់គេចាក់ឲ្យរំទេបងប្អូននៅខាងតន្ត្រីកម្មហ្នឹងគេចាក់ឲ្យយើងរំអញ្ចឹងទៅក៏យើងបានធ្វើការរំលេងសប្បាយជុំបងប្អូនយើងដែលបានមកលេងនៅខាងនៅបរិវេណវិមានឯករាជ្យនៅមុខឆាកតន្ត្រីកម្មនឹងផ្ទាល់ផងដែរបងប្អូនហើយស្អែកហើយថ្ងៃស្អែកគឺជាថ្ងៃទី13ខែ4ឆ្នាំ2025នេះគឺចាប់ផ្ដើមលេងបដាហើយនៅបរិវេណមុខឆាកតន្ត្រីកម្មដែលឆាកតន្ត្រី EDM អញ្ចឹងហើយគឺមានទឹកពពុះសាប៊ូគឺមានបាញ់ទឹកបាញ់អីអញ្ចឹងហើយក៏លេខមើលមកខាងលើសួនវិញគឺថាសួននេះគឺលម្អដោយភ្លើងបងប្អូនហើយអាកង់នេះគឺជាកតុយពស់ឯងបងប្អូនកតុយពស់ស្វែលកាត់តាមសួនមកកង់ទៅតាមមានស្រស់ស្អាតមែនទេហើយបងប្អូនយើងមកកំសាន្តថ្ងៃនេះច្រើនមែនទេបងប្អូននៅបរិវេណសួនបរិវេណមុខវិមានឯករាជ្យនិយាយរួមតាមរ៉ូបមាត់ស្ទឹងសង្កែទាំងសងខាងហ្នឹងគឺថាណែនតាន់តាប់តែម្ដងហើយយើងដើរទៅមុខបន្តទៀតគឺឃើញថាមានការរៀបចំជាលក្ខណៈភ្លើងសុះស្អាតមែនទេកន្លែងនេះហើយយើងមកថតរូបលេងគឺថាស្អាតមែនទេប្លង់នេះគឺល្អមែនទេបងប្អូនហើយលក្ខណៈជាគ្រួសារលក្ខណៈបងប្អូនអីចឹងមកលេងសប្បាយមែនទេនៅតាមផ្លូវមកកាន់សួនហ្នឹងគឺថាមានរៀបចំភ្លើងហ្នឹងគឺថាស្រស់ស្អាតមែនទេបងប្អូនហើយយើងដើរបន្តដើម្បីឆ្លងទៅខាងម្ខាងទៀតបងប្អូនគឺនៅមានស្ពានឆ្លងទៅខាងម្ខាងទៀតហើយយើងធ្វើដំណើរបន្តនេះយើងដើរអត់ប្រខំទេយើងដើរមើលគេមើលឯណាហើយឆ្លៀតថតវីដេអូចែកជូនបងប្អូនទស្សនាផងដែរបងប្អូនហើយដើរបន្តទៀតយើងឃើញថាមាននៅខាងម្ខាងទៀតគឺមានតែងភ្លើងស្រស់ស្អាតដូចគ្នាបងប្អូនហើយសួននេះធំណាស់ហើយយើងចេញពីសួនវិញយើងធ្វើដំណើរបន្តមកតាមផ្លូវលើស្ពានវិញបងប្អូនហើយតាមដងផ្លូវនេះគឺមានម៉ូតូឡានមកស្ទះចរាចរណ៍មែនទេថ្ងៃនេះហើយយើងឆ្លៀតចូលកន្លែងដែលគេតាំងភ្លើងនៅខាងមាត់ស្ទឹងសង្កែនៅជាប់ river បងប្អូននៅដើមឈើនេះគឺថាតាំងភ្លើងច្រើនមែនទែនហើយបងប្អូនយើងមក selfie ថតរូបអីស្អាតច្រើនមែនទែនដើម្បីទុកជាអនុស្សាវរីយ៍ហើយក៏មានអ្នកតែងជាសម្លៀកបំពាក់ខ្មែរដើម្បីថតស្អាតអញ្ចឹងហើយច្រើនមែនទែនបងប្អូនហើយខ្ញុំដើរមើលតែគេទេបងប្អូនគឺថាមនុស្សច្រើនមែនទែនហើយនេះគឺជាទស្សនវិជ្ជានៅថ្ងៃទី12ផ្ទាល់គឺថារៀងម៉ោងខ្ញុំចេញមកនេះគឺជាម៉ោងប្រហែលជា10ហើយរៀងស្រកមនុស្សខ្លះហើយបងប្អូនបើថាម៉ោង
7 ម៉ោង 8 វិញកន្លែងនេះគឺណែនតែម្ដងបងប្អូនអើយដោយសារតែមានការតាំងពីពណ៌ភ្លើងស្រស់ស្អាតមែនទែនហើយយើងចេញពីកន្លែងភ្លើងហ្នឹងយើងធ្វើដំណើរមកត្រយមកខាងនៅខាងវត្តសង្កែយើងបងប្អូនអ្នកបាត់ដំបងស្គាល់ហើយមានតាំងពីពណ៌មកជួរហ្នឹងមានកត្រកវល់កត្រកអីចឹងហើយកុំភ្លេចថ្ងៃចូលឆ្នាំហ្នឹងអត់ដឹងតាណាមកលេងនៅខាងបាត់ដំបងមកសប្បាយណា